ក្នុងនាមយើងជាឪពុកម្ដាយគ្មានអីសប្បាយចិត្តជាងកូនប្រកបទៅដោយកន្លងធម៌បាទជាក់ស្ដែងដូចជាកូនបងអាក្រាន់បាទណាអូហូប៉ាកែគ្រប់បែបគ្រប់យ៉ាងទាំងការសិក្សាទាំងការចូលរួមក្នុងសង្គមការប្រស្រ័យតាក់ទងគឺម៉ាក់អេមរាល់ថ្ងៃណាផ្ទះចេញចូលខ្ញុំរត់ដេកឆ្ងាយមិនបានដោយសារមិត្តភ័ក្តិរបស់វាណាចូលមកខ្ចីសភៅអូថ្ងៃមុនលោកគ្រូរបស់វាបាទទៅផឹកកាហ្វេនៅហាងកាហ្វេស្រាប់មួយទៅភ្លេចសភៅនៅហាងកាហ្វេទៅរមមិនឃើញដល់អញ្ចឹងមកសួរអាក្រាន់បាទគុំអាក្រាន់ចេះចងចាំក្នុងអារម្មណ៍ក្នុងខួរក្បាលរបស់វាកុំអីបាត់មេរៀនហ្នឹងម៉ែឲ្យ120ទំព័រណាស្ថិតនៅទំព័រទី75អាក្រាន់ចាំគ្មានចន្លោះនេះយើងចង់សួរឯងគិតអីរាល់ថ្ងៃហ្នឹងឯងមើលខ្លួនរបស់ឯងទៅសមជាសិស្សដែរទេមើលសក់ក្បាលរបស់ឯងទៅអាភីក៏អញ្ចឹងដែរឯងជាមនុស្សប្រុសយ៉ាងម៉េចព្រឹកលៀមម្សៅល្ងាចលៀមម្សៅឯងចង់ការប្តីមែនទេអនាគតមិនបានលៀមម្សៅឡើងគៀបលែណាចេះអញទៅដើរលេងអញសួរឯងទៅអត់ទេនេះឯងមិនបាច់ប្រឹងរៀនពេកទេគ្រូយើងទូចណាស់ឯងទៅដាក់អក្សរចូលច្រើនពេកចៀតយើងទៅជាមួយឯងម្ដងទៀតចុះអញនិយាយចឹងទៅនិយាយតែអញនេះអញសុំលុយឲ្យអញសិនសុំគាត់ឲ្យបានច្រើនទៅព្រោះយើងទាំងពីរនាក់ក៏មិនសូវមានលុយដែរតែដំណើរម៉ាក់វាសុតបាទបើរៀងរើម៉ែកូនសុំលុយបាទមានលុយរាជសុំដូរមាន50000អត់ដែរដាក់លុយតាមទេអត់ដែរទេកុំទម្លាប់ខ្លួនរបៀបនេះវាជះឥទ្ធិពលដល់កូនចៅមនុស្សយើងតើណាមកណាវាត្រូវតែមានលុយក្នុងកប៉ាល់ណាគាត់ឯងធ្វើអញ្ចឹងងាប់អើយណាកូនឯងយកទៅដូរណែតែអ៊ំឈិនខាងមុខកូនណាកាលណានេះកូនឯងយកតែ10000របស់កូនឯងទៅហើយសល់ប៉ុន្មានយកមកឲ្យឪវិញណាបាទទៅយកកូនទៅអ៊ំខ្ញុំទៅអើយខ្ញុំមិនអួតទេក៏ប៉ុន្តែដូចអួតចឹងលោកបងឯងឲ្យលុយអាក្រាន់ច្រើនចឹងអត់ខ្លាចវាខូចទេកូនខ្ញុំស្មោះត្រង់ណាមានសួរកូនហើយចុះកូនឯងមករកឯងមានកាយអីគេមើលប៉ាធំមើលអត់ដឹងចឹងប៉ាស្អីគេមើលខ្ញុំយល់ឃើញទេកូនដល់ម៉ោងទៅរៀនកូនមកសុំលុយឪបែឪអត់មានលុយក្នុងខ្លួនអីមួយរៀលណាមិនអីកុំអោយខាតឥឡូវបំនេះខ្ចីលុយខ្ញុំអត់អីទេខ្ញុំមានលុយទៅមិនបងឯងអត់ស្មោះត្រង់ជាមួយបងយ៉ាងម៉េចបងសុំដូរបងឯងថាអត់មានលុយដូរខ្ញុំអត់មានលុយរៀងមែនអត់មានទេក្នុងកប៉ាដាក់លុយទេខ្ញុំមានមានតែទូរស័ព្ទនេះមានតែទូរស័ព្ទគេសម័យលើសម័យគេទំនើបគេមិនបាច់ថាដាក់លុយតាកប៉ាវទេលោកបងមើលនេះនេះប៉ាលុតមកឲ្យប៉ាឃើញអូណែកូនហ្នឹងអូអញ្ចឹងក្មួយឯងចាយវាអីតែចឹងចាអ៊ំព្រោះថាណាណាក៏មាន KX QR H Lida ដែរអ៊ំអូមួយជម្រាបលាទៅយ៉ាងសិនណាអ៊ំជម្រាបលាអ៊ំប៉ាក៏ជម្រាបលាប៉ាទៅចាស់កូនទៅកូនហ្វូនដែរសុភាពណារំលំក៏ប៉ុន្តែរឿងការសិក្សារៀនសូត្ររៀនបកកែដោយអាក្រានកូនខ្ញុំអត់ខ្ញុំអត់បានដឹងដែរទូរស័ព្ទអូនឯងហូបតែសិនណាខ្ញុំលើកទូរស័ព្ទមួយបើជម្រាបសួរបាទខ្ញុំសវណ្ណរិទ្ធីឪពុករបស់សវណ្ណក្រាន់ថាម៉េចអ្នកគ្រូអាក្រាន់អត់ចូលសាលាអីវាទៅមិញទៅអត់ពុទ្ធោបាទហើយហ្វូនឯងអស់មកលឹងអាលីងមិនដល់បងហ្វូនឯងលឺឯតាលឺខ្លះហើយប៉ុន្តែបងសង្ស័យថាគ្រូប្រចាំថ្នាក់ហ្នឹងគាត់ច្រឡំឈ្មោះអាក្រានកូនបងមិនអញ្ចឹងទេអត់ទេលោកបងខ្ញុំដឹងកូនរបស់ឯងយូរហើយតែខ្ញុំមិនហ៊ាននិយាយដោយសារអីសូមនីកូនខ្ញុំហ្នឹងហ៊ានមួយកូនរបស់ឯងហ្នឹងហើយកូនខ្ញុំតែងតែមកប្រាប់រឿយថាកាលហ្នឹងអត់ចូលសាលាទេកិច្ចសាលារៀនតែរហូតហ្នឹងបងឯងដឹងហេតុអីក៏បងឯងមិនប្រាប់បងឯងក្លាហានក្នុងការលាក់ចុះហេតុអីបងឯងមិនក្លាហានក្នុងការប្រាប់បងហ្នឹងហើយបងចេះឥឡូវខ្ញុំផ្ដល់យោបល់ចេះទៅយើងទាំងពីរនាក់ទៅសាលាសិនទៅជួបអ្នកគ្រូសិនឲ្យគាត់នឹងរាយរាប់ប្រាប់យើងអស់ពីរឿងវាហ្នឹងយ៉ាងម៉េចហ្នឹងចាំយើងហ្នឹងមកវិញចាំយើងគិតគូរនិយាយមួយអាក្រាន់នេះពេលទៅសាលាបងឯងដើរមុនហ្នឹងណាបងដើរក្រោយណាបាទប៉ុន្តែតាមយើងឲ្យជិះអួតកូនទៀតវាយជុំទៀតឲ្យអួតកូនចឹងអត់មានណាទៀតប្រាប់ឯងទេអូយទៅហឹងកូនពូជរបស់ឯងហ្នឹងអូចេះកាត់តាលបងឯងឥឡូវកាត់តាលបងឯងមកតោ